Ok, xưa đây là ông vừa tập mà căn miền còn dương sai chỉ thay một đòn tiết hay bà cà phê vẽ muốn cứ dương để tôn tình năng present continuous hay nhưng mà can bật video năng du ra từ lỗ vốn cho nên là nhưng mà màu mà đòn tiết đấy hay nhưng năng vừa viết thề và hay nơi không cà phê video muốn cứ nhưng vậy để tôn năng present continuous để tôn năng tùm rung đo gọi question đó nè cho nên này cứ dương tập to từ ca pra tại mà đòn cho nên là dương tập đó bà ok này chẳng cả present continuous cứ vì mình bay head part thì mỗi cứ cái gì bị something is happening now mình thảo với để việc cặp bông để cả lang ở lời thì bí cứ mình thảo ở với để việc cặp bông để cả lang chung với những lời này cái là around now anh nói thì bây cứ future arrangement cứ cả điệp chom đi về liền này cột chẳng tới cho lấy dương mà mưa tìm mũi và something is happening now mình thảo với để việc cặp bông để cả lang lời nè mình đã tha bởi dương vậy mình tên tới ở vậy để cái phong cả láng ở vậy để dương cái phong đang vậy nè này vì cả láng stop đây dương phong vậy lỗi thì họ tha đi mùi we are learning English buổi dương cái phong riêng từ giang lệ nhóm của tôi họ trả đài lại tức là ông này có phong mưa video giống như thế này ông này có phong riêng ông lệ thôi chứ mình buổi dương cái phong riêng ông lệ mình đây tha sẽ cam một hiệp nó có phong để chặt có phong để cả láng nãy cái đàn nó thì nó có bung té của bật sự cam một hiệp nằng mình đã có bung trên vậy sự cam một hiệp nằng đối ra phụ dương có bung riêng ăn lề lời nằng chẳng hay thì I am explaining lesson to my students trong có bung ta phải vô mê riêng từ can sẽ phong trong chắc được nhà on chia ô tô này nhiều mơ chống nên là trong được chỉ kêu mùi chứ nào trong có bung tay ở phải vô mê riêng từ nào này chứ mình đã sẽ cam cái có bung để cả lại là về lời này chẳng cứ cả practice mùi không biết cứ something is happening now thì bây you are listening to me nèកំពុងតែស្ដាប់ខ្ញុំអ្នកនេះកំពុងតែស្ដាប់ខ្ញុំតែពេលនេះប្រើប្រាស់ present continuous ហើយនៅក្នុងការប្រើប្រាស់ទី1មានន័យថាគណៈកាពេលកំពុងនិយាយគណៈសកម្មភាពនេះកំពុងកើតឡើងបើសិនជាអាហ្នឹងវាអត់កើតកំពុងកើតឡើងទេយើងអាចយក present continuous យកមកនិយាយបានទេអទី4 I am teaching English grammar ខ្ញុំកំពុងតែបង្រៀន logical ភាសាអង់គ្លេសឥឡូវខ្ញុំកំពុងតែរៀនតែស្រួលបាទទី5 you are using phone to learn English អ្នកឯងកំពុងតែប្រើប្រាស់ទូរស័ព្ទដើម្បីរៀនអង់គ្លេសអញ្ចឹងមានន័យថាសកម្មភាពហ្នឹងគឺសុទ្ធសឹងតែកំពុងតែចាប់ដើមសុទ្ធសឹងតែកំពុងតែកើតឡើងខណៈពេលដែលយើងកំពុងតែនិយាយសកម្មភាពហ្នឹងឧទាហរណ៍ខ្ញុំកំពុងអង្គុយខ្ញុំនិយាយថា I am sitting ខ្ញុំកំពុងអង្គុយខ្ញុំអាចនិយាយថា I am standing បានទេព្រោះខ្ញុំអត់មានកំពុងឈរផងខ្ញុំកំពុងអង្គុយចា៎នេះគេប្រើប្រាស់ការ present continuous នៅក្នុងការប្រើប្រាស់ទី1ឥឡូវយើងមកមើលទី2វិញទី2គេដាក់ថា something is happening around now មានន័យថាអ្វីដែលវាកើតកំពុងតែកើតឡើងជុំវិញឥឡូវហ្នឹងមានន័យថាវាមិនកំពុងឥឡូវហ្នឹងទេវាកើតឡើងប្រហែលថ្ងៃហ្នឹងឯងឧទាហរណ៍ឥឡូវខ្ញុំឧទាហរណ៍បើទី2រៀនពិបាកយល់តិចបើយើងចាប់បានឧទាហរណ៍ថា I am studying English at university ខ្ញុំឧទាហរណ៍ខ្ញុំចាក់ស្ដែងប្រយោគនេះបើប្រើថាខ្ញុំកំពុងរៀនភាសាអង់គ្លេសហ្នឹងនៅសាកលវិទ្យាល័យឥឡូវហ្នឹងខ្ញុំកំពុងតែរៀននៅសាកលវិទ្យាល័យឯងប្រហែលដូចថាសារអាទិត្យខ្ញុំរៀនសារអាទិត្យអញ្ចឹងសារអាទិត្យខ្ញុំទៅរៀនទៀតហើយអញ្ចឹងមានថាខ្ញុំកំពុងរៀនអង់គ្លេសនៅសាកលវិទ្យាល័យតែខណៈពេលឥឡូវនេះគឺខ្ញុំអត់កំពុងតែអង្គុយរៀននៅសាកលទេខ្ញុំអង្គុយនៅផ្ទះបរៀនមើលតាមវីដេអូអីធម្មតាតែសកម្មភាពរបស់ខ្ញុំហ្នឹងគឺកំពុងតែរៀនភាសាអង់គ្លេសហ្នឹងគឺនៅសាកលវិទ្យាល័យសារអាទិត្យខ្ញុំទៅហើយអញ្ចឹងមានន័យថាហ្នឹងវាកំពុងតែកាត់ឡើងជុំវិញពេលឥឡូវកម្មភាពកំពុងកាត់ឡើងតែមិនមែនវាកំពុងកាត់ឡើងផ្ទាល់ភ្នែកយើងទេវាកំពុងតែដើរជាប្រចាំសប្តាហ៍ប្រចាំថ្ងៃអីចឹងទៅឧទាហរណ៍ទី2 I am teaching English at CFL ខ្ញុំកំពុងតែបរៀនភាសាអង់គ្លេសនៅ CFL ចឹងទៅមានថាឥឡូវនេះខ្ញុំកំពុងបរៀននៅសាលានោះទេប៉ុន្តែស្អែកខ្ញុំទៅបរៀនណាស្អែកទៀតខ្ញុំទៅបរៀនទៀតដែរបានតែវាកំពុងកើតឡើងជុំវិញពេលឥឡូវហ្នឹងតែមិនមែនកំពុងតែកើតឡើងពេលខ្ញុំកំពុងអង្គុយនេះណានេះខ្ញុំអង្គុយនៅផ្ទះប៉ុន្តែសកម្មភាពដែលខ្ញុំនិយាយនេះគឺជាប្រចាំឲ្យខ្ញុំទៅបរៀនអង់គ្លេសនៅ CFL ជាប្រចាំរហូតអញ្ចឹងអាហ្នឹងគេនិយាយតាក់ទងទៅនឹងការប្រើប្រាស់ទី2មានន័យថា happening around មកវាជុំវិញពេលឥឡូវហ្នឹងមិនមែនកំពុងឥឡូវនេះទេជុំវិញពេលឥឡូវហ្នឹងមកពេលត្រូវធ្វើគឺធ្វើហើយទី3 you are studying Khmer at high school អ្នកកំពុងរៀនភាសាខ្មែរនៅបាទនៅវិទ្យាល័យអញ្ចឹងអ្នកនរកំពុងរៀននៅផ្ទះមើលអង់គ្លេសមើលវីដេអូខ្ញុំតែសកម្មភាពទាំងអស់នេះគឺស្អែកហ្នឹងចាប់ដើមទៅរៀនទៀតស្អែកចាប់ដើមទៅរៀនទៀតច័ន្ទដល់សុក្រដល់សៅរ៍អ្នកនេះទៅរៀនធម្មតាច័ន្ទទីពុធអ្នកនេះរៀនធម្មតាកំពុងរៀននេះចង់និយាយអញ្ចឹងណា
ទី4 I am reading a long story this week ខ្ញុំកំពុងតែអានសៀវភៅរឿងវែងមួយមានន័យថាឥឡូវកំពុងនិយាយហ្នឹងគាត់មិនកំពុងអានទេគាត់ចង់ប្រាប់ថាអំឡុងពេលឥឡូវហ្នឹងគឺគាត់កំពុងអានអាហ្នឹងស្អែកឡើងក៏ដល់ page ទី2ទី3ទី4ណាចង់អីចឹងណាហើយទី5 you are learning to ride a bike these days អ្នកកំពុងរៀនជិះកង់ប្រហែលថ្ងៃហ្នឹងចាំមានន័យថាវាគាត់កំពុងរៀនជិះទៀតតែគាត់ថាមិនមែនឥឡូវគាត់កំពុងនិយាយហ្នឹងគាត់កំពុងអង្គុយលើកង់ជិះណាគាត់ប្រាប់យើងថាប្រហែលថ្ងៃហ្នឹងគឺគាត់កំពុងរៀនបាទអញ្ចឹងចំណែកទី3 future arrangement មានន័យថាការរៀបចំនេះពេលអនាគតឧទាហរណ៍ថាទី1 I am going to school tomorrow ខ្ញុំសូមបញ្ជាក់ដែរថាការប្រើប្រាស់ទី3នៅក្នុង present continuous នេះគឺយើងអត់បកប្រែថាកំពុងទេគឺយើងបកប្រែថានឹង no ដាក់ស្អើនឹង no មានន័យថានឹងកើតឡើយឧទាហរណ៍ថា I am going to school tomorrow មិនមែនមានន័យថាខ្ញុំកំពុងតែទៅសាលានៅថ្ងៃស្អែកទេបកប្រែថាខ្ញុំនឹងទៅសាលានៅថ្ងៃស្អែកចឹងអាហ្នឹងគឺតកតងនឹង future arrangement ការប្រើប្រាស់ទី3នេះស្រួលទេទី2 we are eating breakfast at 6:30 am ខ្ញុំនឹងពួកយើងនឹងហូបអាហារពេលព្រឹកនៅម៉ោង 6:30 មានន័យថាគាត់នឹងហូបនៅម៉ោង 6:30 តែឥឡូវហ្នឹងមិនមែនម៉ោង 6:30 ទេអញ្ចឹងវានៅក្នុង future arrangement ចឹងទី3 he is playing football on Saturday គាត់នឹងលេងគាត់បាល់ហ្នឹងនៅថ្ងៃសៅរ៍ទី4 you are learning with me tomorrow អ្នកនឹងរៀនជាមួយខ្ញុំនៅថ្ងៃស្អែកហើយទី5 they are visiting Uncle Wat next week តែពួកគេនឹងទទួលសនាប្រសានកូវត្តនៅសប្តាហ៍បាទសប្តាហ៍ក្រោយឃើញទេអញ្ចឹងមានន័យថាហ្នឹងគឺជា future arrangement វាស្រួលយល់បើយើងសួរឧទាហរណ៍ហើយចង់ចាំថាការប្រើប្រាស់ទី3ហ្នឹងវាគឺអត់បកប្រែថាកំពុងទេគឺបកប្រែថានឹងបាទអញ្ចឹងយើងមើលរបៀបថែម ing វិញបាទអញ្ចឹងយើងមិនចេះថែមណាបាទអញ្ចឹងមានករណីគេដូច first case ករណីទី1គេថាបើសិនជាកិរិយាសព្ទហ្នឹងវាបញ្ចប់ដោយ letter e ដូចពាក្យ dance drive ride come ហើយនឹង take ឯងចឹងដូច dance គឺវាបញ្ចប់ដោយ e ហ៎បាទអញ្ចឹងសើបញ្ចប់ដោយ e ទៅអញ្ចឹងគេថាមុនបញ្ចប់មុននឹងថែម ing យើងត្រូវ remove e នឹងចោលលុប e នឹងចោលទាំងអស់សិនតែបើចាំថែម ing វាជា dancing driving riding writing coming taking អីចឹងទៅបាទហ្នឹងគឺបើសិនជាកិរិយាសព្ទវាបញ្ចប់ដោយ e យើងលុប e ចោលថែម ing ចំណែកឯ second case មានថាករណីទី2គឺបើសិនជាកិរិយាសព្ទហ្នឹងវាបញ្ចប់ជាមួយនឹង double e ណាអញ្ចឹងយើងអត់មានលុបអីទេយើងថែម ing ទៅលើវាមកទៅដូចពាក្យ free flee oversee យើងដាក់ freeing មក fleeing មក overseeing យើងដាក់ចឹងតែម្ដងយើងថែម ing ទៅលើវាហ្នឹងយើងត្រូវចាំដែរករណីហ្នឹងព្រោះពេលខ្លះប្រឡងប្រយ័ត្នយើងធ្វើអត់កើតប្រយ័ត្នចេះតែថែម ing ប្រទេសផ្ដាស់ជាងការមួយទៀតរបៀបថែមអាទី3វិញនេះថាកិរិយាសព្ទដែលវាបញ្ចប់ដោយ ie យើងត្រូវ change ie ចោលមកបដូរ ie ចោលទៅហើយបន្តមកចាំយើងថែម y ហើយបន្ថែម ing ទៅលើវាដូចពាក្យ lie គឺវា ie អញ្ចឹងដល់ពេលយើងចង់ថែម ing មិនដាក់ ing លើវាហ្មងទេយើងត្រូវលុប ie នឹងចោលហើយយើងថែម y មកបន្តទៅយើងថែម ing តាមក្រោយទៅជា lying tie ទៅជា tying die ទៅជា dying ឃើញបាទអញ្ចឹងគឺយើងត្រូវចាំករណីទាំងអស់នឹងដែរបើអញ្ចឹងទេយើងគឺខុសហើយអាទី4គេថាបើសិនជាកិរិយាសព្ទហ្នឹងវាមានគេហៅថាស្រៈមិនថាស្រៈមួយបញ្ចប់ដោយព្យញ្ជនៈមួយហើយអញ្ចឹងយើងត្រូវ double consonant មានន័យថាយើងត្រូវបន្ថែមព្យញ្ជនៈមួយទៀតហើយមុនពេលយើងថែម ing ឧទាហរណ៍ពាក្យ put put អញ្ចឹងនេះអានេះស្រៈនេះ u នេះ a e i o u ស្រៈមួយបន្តមកនេះព្យញ្ជនៈមួយអញ្ចឹងកាលណាបញ្ចប់ស្រៈមួយព្យញ្ជនៈមួយយើងត្រូវ double ព្យញ្ជនៈកុំទៅ double ស្រៈមិនថែម double u ទេណាថែម double t មានថែម t មួយទៀតមកហើយបន្តមកចាំថែម ing វាទៅជា putting sit ដូចគ្នា a i o u នេះ i មួយ t មួយអញ្ចឹងថែម double t មកបាទអញ្ចឹង sitting getting swimming slapping clapping អីចឹងទៅអាហ្នឹងគឺករណីទី4ចំណែកករណីទី5មានន័យថាគេថាគេគិតទៅលើ stress វិញមានថា stress on the first syllable listen not on the 10 parts បាទមានន័យថាអានេះខ្ញុំប្រហែលជាអាចសេខំទៅ sorry អូនឥឡូវខ្ញុំបញ្យល់ចេះដល់បែរនេះយល់មានន័យថាចេះព
ពាក្យដែលបើសិនជាពាក្យហ្នឹងវា stress លើជាងដំបូងដូចពាក្យ listen ណាក៏ប៉ិតយើងអានគ្នាយើងអានមួយចំនួនអាចនឹងខុសយើងអាចស្មើយើងអាច listen អញ្ចឹងគឺវាលើដំបូងមានណា listen សិនហ្នឹងលឺបន្តិចទេតែពេលលឺ stress ខ្លាំងគឺ listen អញ្ចឹងកាលណាគ្រប់ពាក្យណាដែលវា stress ទៅលើជាងដំបូងគឺយើងអត់ចាំបាច់ថែមdouble consonant នេះទោះបីជាវាបញ្ចប់ស្រៈមួយព្យញ្ជនៈមួយក៏ដោយដូច listen អញ្ចឹងឃើញមានស្រៈមួយនេះ e មួយ n មួយតែហេតុអីមិនគេអត់ថែម double n ដោយសារអីពាក្យនេះគឺវាសង្កត់ទៅលើព្យញ្ជនៈដំបូងមានន័យថានេះដូចយើងអាន listen visit offer enter happen គេកាលណាបញ្ចប់កាលណា stress ទៅលើព្យញ្ជនៈដំបូងអញ្ចឹងទោះបីវាបញ្ចប់ដោយស្រៈមួយព្យញ្ជនៈមួយក៏ដោយក៏យើងអត់ថែម double ដែរគឺយើងថែម ing យកតែម្ដងអាហ្នឹងគឺជាចំណុចសើចដែរនៅពេលដែលយើងរៀនពេលដែលយើងប្រឡងនឹងត្រូវចាំទៅលើទាំងអស់ហ្នឹងដែរណាអានេះយើងចង់ដឹងថាមិនបានដឹងថា stress ដំបូងឬអត់ពេលខ្លះយើងអាចទៅ check ក្នុង dictionary ព្រោះពាក្យវាមានរាប់រយរាប់លានរាប់ម៉ឺនរាប់សែនរាប់កោណចឹងយើងអាចដឹងចេះទាំងអស់ហើយអញ្ចឹងអាចថាមានមួយអញ្ចឹងទៅឆ្មក់មួយទៅយើងមើលក្នុង dictionary គេច្បាស់ជាមានកន្លែង stress ហើយបតក់ហ្នឹងអាហ្នឹង stress គេមិនចេះដាក់ក្នុង dictionary ណាហ្នឹងអ្នកគេចេះមើលបាទហើយនេះ exercise ប៉ុន្តែអត់អីទេ exercise នេះអ្នកទាំងអស់គ្នាអាចធ្វើទៅបាទ write in present continuous tense អ្នកនេះធ្វើលេងទៅអាចតលាក់ចូលទៅក្នុង comment បានចម្លើយហើយបើសិនខ្ញុំឃើញខ្ញុំនឹង check ហើយនឹងកែជូនអ្នកនរនៅក្នុង comment តែម្ដងអញ្ចឹងនេះគឺជាការ present continuous ទាំងមូលដែលខ្ញុំបានបង្ហាញនិងបានចែកចម្លែកទៅកាន់អ្នកនរគ្នាបើសិនជាអ្នកនរគ្នាមានចម្ងល់តាក់ទងទៅនឹងចំណុចណាមួយមិនច្បាស់កន្លែងណាមួយអ្នកនរគ្នាអាច comment ខាងក្រោមខ្ញុំនឹងបកស្រាយនិងចេញវីដេអូបន្តិចខ្លះបើសិនជាចំណុចនោះគឺសំខាន់រៀងរសើបដែរអញ្ចឹងមួយទៀតអ្នកនរគ្នាកុំភ្លេចចុច subscribe មកលើ YouTube channel នេះផងដើម្បីទទួលបានមេរៀនថ្មីហើយខ្ញុំនឹងព្យាយាមធ្វើឲ្យបានទៀងទាត់សម្រាប់អ្នកទាំងអស់គ្នាផងដែរបាទអញ្ចឹងវីដេអូយើងមានតែប៉ុណ្្នេះទេបាទសូមអរគុណសូមជម្រាបលា